ជំរាបសួរខ្ញុំបាទឈ្មោះសឿងសារ៉ាន់ជាប្រធានបណ្ណាល័យកំពង់ស្ពឺបណ្ណាល័យកំពង់ស្ពឺបានបើកដំណើរការនៅថ្ងៃទី30ខែកញ្ញាឆ្នាំ2017ក្រោមប្រកាសរបស់ក្រសួងអប់រំយុវជននិងកីឡាបាទហើយគោលបំណងនៃការបង្កើតបណ្ណាល័យនេះគឺយើងបង្កើតបណ្ណាល័យសាធារណៈមួយសម្រាប់សាធារណជនគ្រប់ស្រទាប់ពិសេសពីគ្រប់ភូមិសិក្សាតាំងពីបឋមសិក្សាអនុវិទ្យាល័យនៅវិទ្យាល័យឬសិស្សនិស្សិតឬមន្ត្រីរាជការឬមួយក៏ប្រជាពលរដ្ឋផ្សេងៗអាចអញ្ជើញចូលរួមមកអានសៀវភៅដែលឥតគិតថ្លៃនៅបណ្ណាល័យកំពង់ស្ពឺក្នុងនាមប្រធានបណ្ណាល័យកំពង់ស្ពឺនិងក្នុងនាមជាអ្នកធ្វើការតាក់ទងទៅនឹងសៀវភៅក៏ដូចជាបណ្ណាល័យកន្លងមកខ្ញុំសូមគាំទ្រឲ្យមានយុទ្ធនាការសៀវភៅមួយសហគមន៍មួយដែលនឹងត្រូវប្រព្រឹត្តទៅនៅបណ្ណាល័យកំពង់ស្ពឺចាប់ពីថ្ងៃទី13ដល់ថ្ងៃទី15ខែមករាឆ្នាំ2023ខាងមុខនេះដូច្នេះកុំភ្លេចចូលរួមទាំងអស់សូមអរគុណយុទ្ធនាការសៀវភៅមួយសហគមន៍មួយនាងខ្ញុំឈ្មោះមេសម្បត្តិជាអនុប្រធានបម្រើការនៅបណ្ណាល័យកំពង់ស្ពឺចាយុទ្ធនាការសៀវភៅមួយសហគមន៍មួយនេះយើងនឹងប្រព្រឹត្តទៅនៅថ្ងៃទី13 14 15ខែមករាឆ្នាំ2023ដែលធ្វើឡើងនៅក្នុងបណ្ណាល័យកំពង់ស្ពឺចាយុទ្ធនាការសៀវភៅមួយសហគមន៍មួយគឺមានកម្មវិធីដូចជាការប្រកួត